កុំគិតថាខ្ញុំមិនដឹងណាថាលោកគិតអីទៅលើមនោរម្យគ្រាន់តែខ្ញុំមិននិយាយព្រោះខ្ញុំដឹងថាមនុស្សដូចជាលោកយ៉ាងណាក៏មិនអាចឈ្នះខ្ញុំបានដែរធ្វើឲ្យនារីម្នាក់មានសុភមង្គលនិងក្តីសុខខ្ញុំមិនចាំបាច់ទាមទារយកឈ្នះណានាទេខលមិនលើកទៀតបងដឹងថាអូននៅខាងក្នុងបើកទ្វារឲ្យបងបន្តិចមកឆាប់ចេញទៅវិញទៅអូនគ្មានអ្វីនិយាយជាមួយបងទេតែបងមានស្ដាប់បងបកស្រាយសិនម្សិលមិញបងមានការប្រញាប់អីមែនមិនក៏ប្រញាប់ចេញមកយ៉ាងហ្នឹងមានធរៈផ្ទាល់ខ្លួនបន្តិចឥឡូវនេះទេពីមករកខ្ញុំមានការអីថ្ងៃនេះមិនក៏សក់កក្រក់ដាក់ខ្ញុំម្លេះហើយឲ្យមនោរម្យលេខាអីនោះចាញ់មុខចាញ់មាត់សម្បើម្លេះអីមើលទៅអ្នកនាងទេពីដូចជាព្យាយាមស្និទ្ធស្នាលជាមួយលោកប្រធានដល់ហើយរឿងគេកុំចេះពេកអើចេះបន្តិចទៅរឿងគេធ្វើឲ្យមើលសោះហ្នឹងណារឿងស្នេហ៍ការិយាល័យភាគទី10សារីយុទ្ធបានទៅរកមនោរម្យដល់ហាងសៀវភៅឯណាមនោរម្យមិនដឹងទេមិនដឹងយ៉ាងម៉េចព្រឹកមិញមនោរម្យមកទីនេះខ្ញុំជាអ្នកជូននាងមកដោយផ្ទាល់ចង់លាក់មនោរម្យទុកមែនទេនិយាយដូចកូនក្មេងអញ្ចឹងតែកើតលោកសារយុទ្ធមនោរម្យមិនមែនកូនក្មេងដែលឲ្យខ្ញុំយកទៅលាក់ទុកតាមចិត្តទេកុំគិតថាខ្ញុំមិនដឹងណាថាលោកគិតអីទៅលើមនោរម្យគ្រាន់តែខ្ញុំមិននិយាយព្រោះខ្ញុំដឹងថាមនុស្សដូចជាលោកយ៉ាងណាក៏មិនអាចឈ្នះខ្ញុំបានដែរធ្វើឲ្យនារីម្នាក់មានសុភមង្គលនិងក្តីសុខខ្ញុំមិនចាំបាច់ទាមទារយកឈ្នះណានាទេលោកសារយុទ្ធខ្ញុំមិនដឹងទេថាលោកនឹងមនោរម្យមានទំនាក់ទំនងស៊ីជម្រៅកម្រិតណានោះហើយខ្ញុំក៏មិនដឹងដែរថាថ្ងៃនេះលោកនឹងមនោរម្យមានបញ្ហាអីនឹងគ្នាតែចាំឲ្យជាប់ណានារីល្អដូចជានាងបើរបូតចាប់វិញមិនបានទេថ្ងៃនោះគ្មានទេដេកយកសពក្នុងហាងសៀវភៅនេះទៅសារីយុទ្ធកំពុងអារម្មណ៍មួម៉ៅពីខាងនោះផងឥឡូវមកដល់ត្រូវដៃគូស្នេហានិយាយឌឺដងបែបនេះទៀតរឹតតែក្តៅខលមិនលើកទៀតប្រហែលនៅផ្ទះទេដឹងនិយាយចប់សារីយុទ្ធក៏ធ្វើដំណើរទៅភ្លាមទៅដល់មុខផ្ទះគោះទ្វារជាច្រើនដងបងដឹងថាអូននៅខាងក្នុងបើកទ្វារឲ្យបងបន្តិចមកចាត់ទុកថាឲ្យបងមានឱកាសបាននិយាយជាមួយអូនយល់ពីបងបន្តិចបើអូនមិនបើកទេបងនឹងនៅទីនេះមិនទៅណាទេមនោរម្យដែលនៅក្នុងស្ដាប់ឮបានគ្រប់ពាក្យគ្រាន់តែមិនចង់ឆ្លើយឆ្លងកន្លងទៅប្រហែល3ម៉ោងគេក៏ចេញទៅអឺតមុខទ្វារក៏ឃើញថាសារយុទ្ធនៅនឹងមុខហើយវាក់គ្នាក៏ធ្វើឲ្យសារយុទ្ធមានឱកាសចូលទៅតែម្ដងឆាប់ចេញទៅវិញទៅអូនគ្មានអ្វីនិយាយជាមួយបងទេបើបងមិនចេញទេអូននឹងស្រែកឲ្យអ្នកនៅអាគារនេះបានលើទាំងអស់តែម្ដងនេះអូនច្រឡំទីដឹងនេះជាផ្ទះបងតាអូនជាអ្នកជួលអូនគ្មានអីត្រូវនិយាយជាមួយបងទេតែបងមានស្ដាប់បងបកស្រាយសិនបងក៏ហក់ខ្ញុំតែប៉ុណ្ណឹងវាច្បាស់ហើយថាបងមិនបានផ្ដល់ភាពសំខាន់លើភាពស្មោះត្រង់ក្នុងទំនាក់ទំនងយើងបងក៏ហក់ខ្ញុំទៅណាមិនថាទេតែបងក៏ហក់ខ្ញុំដោយទៅជាមួយមនុស្សស្រីដែលខ្ញុំឲ្យបងរក្សាគម្លាតជាមួយហើយរូបភាពដែលចេញមកគឺដូចជាសំគ្នាពេកពុនខ្ញុំទទួលអារម្មណ៍បែបនេះលែងបានហើយមនោរម្យនិយាយដោយទឹកភ្នែកដែលធ្វើឲ្យសារយុទ្ធកាន់តែមានអារម្មណ៍ខុសយ៉ាងខ្លាំងបងសុំទោសបងទៅក្នុងចេតនាទំនាក់ទំនងលោកអុកញ៉ាឧត្តមទេតែបើបងដឹងថាការទៅនោះធ្វើឲ្យនារីដែលបងស្រឡាញ់ត្រូវមកសម្រក់ទឹកភ្នែកបែបនេះបងនឹងមិនទៅជាដាច់ខាតហើយបើនេះជាដើមហេតុឲ្យយើងត្រូវឆ្លោះគ្នាគម្រោងនោះបងមិនធ្វើក៏បានដែរខ្ញុំមិនមែនខឹងបងដែលទៅទំនាក់ទំនងជាមួយភ្ញៀវទេតែខ្ញុំខឹងបងក៏ហក់ហើយខឹងដែលបានឃើញរូបភាពមនុស្សស្រីដតីគៀកកាយដៃបងខ្ញុំមិនពេញចិត្តថ្មីបើទំនាក់ទំនងយើងមិនបាច់ចំហមែនតែបងក៏ត្រូវតែគោរពលើទំនាក់ទំនងមួយនេះដែរបងសុំទោសអូនសម្លាញ់រាល់ថ្ងៃនេះបញ្ហាគ្រួសារមិនទាន់តែបានដោះស្រាយផងឥឡូវនេះបងហាក់ដូចជាចង់អូសវត្តមានជនទី3ចូលមកទៀតឈប់សម្រក់ទឹកភ្នែកទៅណាបងដឹងខុសហើយរឿងទាំងអស់នេះបងជាដើមហេតុខុសអូនកុំបារម្ភអីណាចាំបងជាអ្នកដោះស្រាយបងគិតថាពួកយើងអាចបន្តទៀតឬអត់មិនក៏អូនសួរបែបនេះ
ទោះជាត្រូវបាត់បង់អ្វីគ្រប់យ៉ាងក្នុងជីវិតបងរបស់នោះត្រូវតែមិនមែនជាអូនបងអាចធ្វើការ24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍ឲ្យតែអូនមានក្តីសុខនៅថ្ងៃខាងមុខបងអាចលះបង់គ្រប់យ៉ាងឲ្យតែអូនសប្បាយចិត្តអូនមើលទៅដូចជាមានបញ្ហាច្រើនណាស់បងអូនដូចជាមើលមិនឃើញត្រៃទំនាក់ទំនងជាងសោះអូនគិតថាកាន់តែបន្តបញ្ហាក៏កាន់តែកើតមានមិនចេះចប់មិនចេះហើយបងមិនយល់ថាហត់ទេបងមិនហត់ទេឲ្យតែមានវត្តមានអូននៅចិត្តនេះរាល់ថ្ងៃបងគ្មានថ្ងៃហត់ទេចុះបើថាអូនហត់តើបងនៅខ្វះខាតកន្លែងណាមែនអូនអាចប្រាប់បងបានណាបងនឹងកែប្រែគ្រប់យ៉ាងដើម្បីអូនគ្រាន់តែយល់ថាអូនគឺពិតជាហត់ណាស់ពួកយើងពិតជាខុសគ្នាឆ្ងាយពេកហើយទំនាក់ទំនងក៏មានតែបញ្ហាទៀតអូនមិនយល់ថាពួកយើងនឹងស៊ូបន្តទៀតដើម្បីអ្វីឡើយសារយុទ្ធស្ងាត់មិនក៏បងមិននិយាយអញ្ចឹងមិនក៏ស្ងាត់បែបនេះបងមិននឹកស្មានថាមនុស្សស្រីដែលបងស្រឡាញ់ស្មោចជីវិតកន្លងមកហត់នឿយយ៉ាងនេះក្នុងទំនាក់ទំនងបងពិតជាធ្វើឲ្យអូនលំបាកពេកទេដឹងបងមិនបានធ្វើឲ្យអូនលំបាកទេគ្រាន់តែបងនិងអូនមានរឿងជាច្រើនមកដូចគ្នាបើប្រៀបធៀបទៅបងនិងកញ្ញាទេពីរស័ក្តិសមជាមួយគ្នាជាងគ្រួសារយើងទាំងពីរក៏មិនសូវត្រូវរើគ្នាហើយគ្មានថ្ងៃល្អនឹងគ្នាទេព្រោះគ្រាន់តែលើឈ្មោះម្ដាយអូនដល់ថ្នាក់មិនឲ្យតាក់ទងគ្នាផងកុំយកមនុស្សមិនសំខាន់មកពាក់ព័ន្ធអីទេពីរត្រឹមតែជាមនុស្សរួមការងារជាមួយបើអូនមិនសប្បាយចិត្តនឹងរឿងថ្ងៃនេះការងារនោះបងនឹងមិនទៅធ្វើដាច់ខាតហើយបងក៏មិនតាក់ទងនិយាយអីជាមួយនឹងទេពីរទៀតដែរទោះជានិយាយរឿងការងារក៏ត្រូវតែមានវត្តមានអូនតែគ្មានអ្នកណាដែលស័ក្តិសមនឹងបងស្មើនឹងអូនឡើយអូនជានារីដែលស័ក្តិសមបំផុតក្នុងជីវិតបងមនោរម្យយំហើយផ្អែកលើស្មារបស់សារយុទ្ធបងមិនបានស្រឡាញ់គេទេមែនបងមិនបានឃើញគេល្អជាងអូនទេមែនទេមនោរម្យបងមិនដឹងថាអូនកំពុងគិតអីទេតែសម្រាប់បងមនុស្សស្រីដែលនៅចំពោះមុខបងនេះគឺជានារីដែលបងអាចរួមដំណើរជីវិតជាមួយគ្នារហូតបងមិនចង់ឲ្យអូនមិនសប្បាយចិត្តព្រោះតែគិតថាបងសម្លឹងមើលនារីផ្សេងល្អជាងអូននោះទេតែកញ្ញាទេពីរទាំងស្អាតទាំងឆ្លាតបាននិយាយក្នុងវិស័យការងារគេជួយបងបានច្រើនណាស់ហើយអូនដឹងថាថ្ងៃនេះបងបានកម្រងធំនេះដោយសារតែកញ្ញាទេពីរណែនាំទេត្រូវអត់ត្រូវតែក្នុងទំនាក់ទំនងគូជីវិតបងត្រូវការអូនដែលអាចគ្រប់គ្រងបងបានរហូតគ្រប់ជំហានមិនមែនដៃគូការងារទេហើយបើនិយាយពីសមត្ថភាពជួយការងារអូនក៏ជួយបងបានច្រើនអូនពូកែមិនចាញ់គេឡើយមនោរម្យក៏ចិត្តត្រជាក់បន្តិចហើយចាប់ផ្ដើមយល់ពីអ្វីដែលសារយុទ្ធបានបកស្រាយស្អែកព្រឹកឡើងនៅការិយាល័យទេពីបានដើរទៅរកសារយុទ្ធនៅបន្ទប់ប្រធានទេពីមានការអីមែនម្សិលមិញបងមានការប្រញាប់អីមែនមិនក៏ប្រញាប់ចេញមកយ៉ាងហ្នឹងមានធរៈផ្ទាល់ខ្លួនបន្តិចឥឡូវនេះទេពីមករកខ្ញុំមានការអីមិនមានអីចាំបាច់ទេភ្លាមនោះមនោរម្យក៏មកគោះទ្វារសូមរំខានតិចហើយព្រោះខ្ញុំមានឯកសារចាំបាច់ឲ្យលោកប្រធានសញ្ញាបន្ទាន់មិនអីទេយកមកចុះហើយមិនបាច់ចេញទៅវិញទេនៅនឹងហើយព្រោះក្រែងកញ្ញាទេពីគេមានការអីនិយាយជាមួយនឹងខ្ញុំនាងនឹងនៅបានកត់ចំណាំទុកតែម្ដងទេពីបង្ហាញទឹកមុខមិនពេញចិត្តជាខ្លាំងអត់ទេចាំថ្ងៃក្រោយក៏បានព្រោះមិនមានការងារអ្វីសំខាន់ទេអូតែមានថ្ងៃត្រូវណាត់ជួបជាមួយលោកឧត្តមនៅសប្តាហ៍ក្រោយនេះបងទំនេរអត់ពាក់ព័ន្ធអីនឹងកម្រងនេះទេខ្ញុំគិតថាមិនចាអ្នកនាងទេពីលោកសារយុទ្ធទំនេរអាចធ្វើការណាត់ជួបបានសារយុទ្ធមើលមនោរម្យព្រោះខ្លួនមានកម្រងនឹងរំសាយកម្រងនេះចោលទៅហើយទេពីដើរចាក់ចេញទៅមិនក៏ខាត់បងថាមិនទទួលកម្រងនេះទៀតទេព្រោះបងមិនចង់ចំណេញលើការងារដែលធ្វើឲ្យអូនមិនសប្បាយចិត្តទេណាមួយទោះជាមិនមានកម្រងនេះក៏មានកម្រងផ្សេងទៀតដែរឈួតការងារនេះជាកម្រងធំរឿងផ្ទាល់ខ្លួនទុកម្លេចសិនសំខាន់ការងារបងរលូនអូនមិនចង់មានឈ្មោះថាដោយសារអូនបងបាត់បង់ឱកាសមានឱកាសប្រាក់ច្រើនដល់ម្លឹងទេ
មិត្តស្រីនរណាគេណអីក៏ល្អយ៉ាងនឹងតែថ្ងៃនោះអូនត្រូវទៅជាមួយបងដែរណា អូខេ ក្រឡេកទៅមើលទេពពីរវិញ ថ្ងៃនេះមិនក៏សក់កក្រក់ដាក់ខ្ញុំម្លេះហើយឲ្យមនុស្សរំលេខាអីនោះចាញ់មុខចាញ់មាត់សម្បើម្លេះដូចជាមិនចង់ស្និទ្ធស្នាលជាមួយខ្ញុំសោះខ្ញុំមិនគួរឲ្យចាប់អារម្មណ៍ត្រង់ណាទៅបើមនុស្សស្រីដូចខ្ញុំតាក់ទាញលោកមិនបានទេមិនបាច់ធ្វើការជួបមុខគ្នាទៀតទេចាំមើលទៅ នៅការិយាល័យបុគ្គលិកដទៃទៀតរួមទាំងចរិតា អីមើលទៅអ្នកនាងទេពីដូចជាព្យាយាមស្និទ្ធស្នាលជាមួយលោកប្រធានដល់ហើយដូចជាមិនសមសោះ រឿងគេកុំចេះពេក អើយចេះបន្តិចទៅរឿងគេធ្វើឲ្យមើលសោះហ្នឹងណា ហើយការងារដល់ណាដល់ណីហើយ បងឯងក៏ចង់ដឹងដូចខ្ញុំដែរមែនខ្ញុំថាអ្នកនាងទេពេលនេះដូចជាចង់បានលោកប្រធានយ៉ាងម៉េចទេខ្ញុំមិនចេះតែនិយាយទេមួយថ្ងៃឃើញតែគាត់ដើរទៅរកលោកប្រធានដល់បន្ទប់រហូតហើយមិនដែលឃើញលោកប្រធានទៅរកគាត់សំបីតែម្ដងបើជាខ្ញុំវិញណាខ្ញុំអៀនខ្លួនណា សំខាន់ណាមក បានហើយធ្វើការទៅ អត់អញ្ចឹងហ៎បានមិនចង់និយាយដើមគេជាមួយគ្មានគ្រប់គ្រងឯងបន្តិចសោះ មួយសប្តាហ៍កន្លងផុតទៅថ្ងៃណាត់ជួបជាមួយនឹងភ្ញៀវពិសេសក៏មកដល់ មនុស្សរំទៅដែរមែន គេជាលេខាផ្ទាល់ខ្លួនខ្ញុំបើមិនយកគេទៅបានអ្នកណាជួយការងារខ្ញុំ មិនអីទេអញ្ចឹងនិយាយអញ្ចឹងបងយុទ្ធណាខ្ញុំសុំទៅជាមួយឡានបងដែរណា អូខេឡើងមកអញ្ចឹង មនុស្សរំឲ្យខ្ញុំសុំអង្គុយកៅអីមុខបានអត់ចៃដន្យខ្ញុំជាមនុស្សឆាប់ប៉ុឡានហើយមិនទម្លាប់អង្គុយខាងក្រោយឲ្យខ្ញុំសុំអង្គុយខាងមុខមកណា មនោរម្យតន់ល្បិចកញ្ញាទេពីរនេះច្បាស់ណាស់ព្រោះមនោរម្យក៏មិនណយដែរ អូយអីក៏ដូចគ្នាម្លេះខ្ញុំជាមនុស្សប៉ុឡានដែរខ្ញុំមិនអាចអង្គុយក្រោយបានទេបើមិនអ្នកនាងបើកឡានត្មងទៅបានខាងមុខដូចគ្នាទាំងពីរព្រោះខ្ញុំមិនចេះបើកឡានអ្នកនាងបើកឡានមកធ្វើការរាល់ថ្ងៃមិនដែលថាពលទេណោះ មែនតាមនោរម្យនេះឆ្លាតមែនតាមនឹងទៅអញ្ចឹងរំខានបន្តិចហើយណាទេពីរចង់បាក់ចង្កេះម្ដងនេះហើយគេហៅថាតម្រេះជីកកឯងទៅដល់កន្លែងណាត់ជួបជំរាបសួរហើយយ៉ាថ្ងៃនេះមាននារីរូបស្រស់ដល់ទៅពីរអ្នកកំដរតែម្ដងហើយណោះបាទនេះមនោរម្យជាលេខាផ្ទាល់ខ្លួនខ្ញុំមានទេពីរជាគូស្នេហ៍ហើយត្រូវការលេខាទៀតហ៎លោកឧត្តមក៏និយាយលេងជាការស្វាគមន៍តិចតួចដោយមិនដឹងរឿងពិតនោះទេហើយមនោរម្យក៏មិនបានប្រតិកម្មអ្វីដែរព្រោះកំពុងតែមានការសំខាន់ក្រោយបញ្ចប់ការសន្ទនាយ៉ាងរលូនក៏នៅបន្តជជែកគ្នាបន្តិចបន្តួច អធិស្ឋានផងអ្នកទាំងអស់គ្នាខ្ញុំសូមអនុញ្ញាតទៅមុនហើយណាដោយហេតុថាត្រូវមានការប្រជុំបន្ទាន់មួយទៀតមិនបាននៅដល់កិច្ចបង្ហាយទេណា អូមអីទេនិយាយការងារចប់ដែរហើយក្រោយទេពីរចាក់ចេញទៅបាត់សារីយុទ្ធឯងបានទេពីរនេះជាគូស្នេហ៍រាប់ថាជាសំណាងធំមួយហើយណាព្រោះនាងទាំងស្អាតឆ្លាតហើយប្រកែកណាស់ជាពិសេសខាងទំនាក់ទំនងខ្ញុំសូមសរសើរនាងដោយស្មោះតែម្ដងភ្លាមនោះសារីយុទ្ធក៏មិនចង់កុហកអីដែរមែនទែនទៅលោកឧត្តមខ្ញុំនឹងទេពីរមនោរម្យក៏កាត់ភ្លាម ថ្ងៃនេះចាត់ទុកថាជាការជជែកដ៏មានន័យណាស់បានកំណត់ជាច្រើនពីលោកអុកញ៉ាចំពោះការងារបន្ទាប់យើងនឹងជជែកគ្នាបន្តទៀត ក្រោយបំបែកលាគ្នាជាមួយលោកឧត្តមហើយមិនបានជាអូនមិនឲ្យបងនិយាយបងខ្លាចអូនមិនសប្បាយចិត្ត យើងមិនដឹងទំនាក់ទំនងស៊ីជម្រៅរបស់អ្នកនាងទេពីរនឹងគាត់ទេជួនកាលគាត់ជាញាតិស្និទ្ធស្នាលនឹងគ្នាបងប្អូនថតឬអីទៅហើយបើបងទៅបដិសេធបែបនេះមិនល្អមើលទេទុកឲ្យអ្នកនាងទេពីរជាអ្នកនិយាយដោយខ្លួនឯងវាល្អជាងព្រោះគាត់ជានារីផង ល្អអីល្អយ៉ាងនេះភ្លាមនោះក៏មានសំឡេងទូរស័ព្ទរបស់សារីយុទ្ធរូឡើង ហើយមានរឿងហើយកូននៅតាក់ទងជាមួយក្មេងស្រីដែលកូននិយាយនឹងមែនទេ មានអីមែនម៉ាក់ ផ្ដាច់ទំនាក់ទំនងទៅយ៉ាងណាក៏ទៅមិនរួចដែរម្ដាយគេណាទើបមកឡាត់នៅមុខផ្ទះព្រឹកមិញទេគេប្រាប់ថាដោះលែងកូនគេទៅ ម្ដាយរបស់មនោរម្យមែន នឹងទីដឹង ស
សារយុទ្ធនិងមនោរម្យមើលមុខគ្នានិយាយដោះស្រាយជាមួយម្ដាយចប់ទាំងពីរនាក់ក៏គិតជាថ្មី តែយើងត្រូវធ្វើម៉េចបង្ហាញអ្វីទៀតទើបពួកគាត់ព្រមទទួលយកទំនាក់ទំនងយើងទាំងពីរបងក៏មិននឹកក្មេងអូនក៏មិនមែនក្មេងមិននឹកស្មានថាមានរឿងចឹងសោះ មិនអីទេអូនគ្រប់យ៉ាងនឹងល្អប្រសើរបងថានឹងត្រឡប់ទៅស្រុកកំណើតដោះស្រាយជុំគ្នាឲ្យវាចប់តែម្ដងទៅអូនគិតថាល្អអត់ ម្ដាយអូនព្រមដោះស្រាយឬអត់ម្ដាយអូនគាត់និយាយម៉ាត់ណាគឺម៉ាត់នឹងហើយអូនខ្លាចតែវាមិនងាយស្រួលដូចយើងគិតទេ បើមិនសាកល្បងមិនដឹងថាមិនអាចទៅរួចគ្មានអ្វីដែលមិនអាចដោះស្រាយបាននោះទេកាន់ដៃបងឲ្យជាប់ហើយជំនះបញ្ហានេះជាមួយគ្នាសត្រូវតាំងពីចំនួនម្ដាយមិននឹងងាយស្រួលដូចគេគិតទៅ យាយនេះគុំគួនសម្បើមដល់ហើយរឿងតាំងពីណាបណៃមកហើយនៅចាំទៀតសុកចិត្តបំបែកកូនឲ្យតែបានឈ្នះចិត្តទាំងដែលរឿងការនោះណាមិនអាចកំណត់បានផងថាអ្នកណាខុសអ្នកណាត្រូវ ចំណែកមីងយ៉ា អើយឈឺណាស់បានប្រលះបន្តិចប៉ុណ្ណេះណាក៏ធូរចិត្តដែររឿងថ្ងៃនោះគិតពេលណាដកទឹកភ្នែកពេលហ្នឹងមនុស្សដូចគេណាមិនសមធ្វើជាម្ដាយក្មេកអ្នកណាខ្ញុំមិននឹងហ៊ានឲ្យកូនស្រីខ្ញុំទៅនៅក្នុងគ្រួសារដែលមានចិត្តអាប្រេដល់ម្លឹងនោះ និយាយដោយកំហឹងពុះកញ្ជ្រោលជាមួយនឹងអតីតកាលដ៏ឈឺចាប់បំផុត